ងស្ទឹងសង្ខែខែលិញបត់ទៅតោឈើយាមផ្លូវនៅក្បាលស្ពានថ្មទៅដល់បាត់ដំបងទាំងមូលបើមិនទៅដល់ស្ទឹងសង្កែវាដូចកើតព្រោះគេល្បីក្នុងបទចម្រៀងមិញហ្នឹងពឹងឲ្យជួយច្រៀងឲ្យមកឃ្លាព្រោះកូនសលេងព្រោះពេកយប់ទី1ទៅដល់បាត់ដំបងហត់ពេកអត់បានដើរទៅណាទេយប់ទី2បានទៅដល់ភ្នំសំពៅហើយទៅញ៉ាំមីកតាំងអញ្ចឹងយប់ចុងក្រោយទី3ត្រូវទៅលេងកន្លែងឲ្យដងស្ទឹងសង្កែកន្លែងសូនគេហើយដើរលេងហ្នឹងគឺដើរមែនអត់មានជាអីទេបានគ្នា3នាក់ហ្នឹងគឺដើរទៅតែម្ដងនៅតាមដងផ្លូវលំអទៅដោយភ្លើងពណ៌មិនចាញ់ទីក្រុងភ្នំពេញប៉ុន្មានដែរហើយអ្នកឃើញអីគេចង់ជិះលេងរបស់កូនក្មេងតែអ្នកគ្រូគាត់ថាកុំរបស់ក្មេងទេជីទៅបាត់ដើរហត់ពេកហ្នឹងឃើញលោកគ្រូទៅវិស្លាខ្ញុំ2នាក់នៅកន្លែងញ៉ាំអីហ្នឹងក៏ចូលទៅញ៉ាំជាមួយពួកគាត់ឲ្យហើយដែរទៅដើម្បីមានកម្លាំងដើរហើយចូលបានតិចក៏ឃើញអ្នកប្រៃវែង2នាក់នេះដើរដែរអូបកដៃហៅឲ្យចូលទៅបានជុំគ្នាតែម្ដងសរុបមកគ្នារបស់យើងមើលមានប្រហែលអ្នកទេនេះ6 7នាក់ដែរហ្នឹងហើយទៅកំងសឡកន្លែងណាក៏មិនដែរចោលដែរគឺសំឡម្ជូរព្រោះឲ្យបានទឹកហត់ទៅកាន់តែមានកម្លាំងទៀតចូលចិត្តគោកអីប្រហែលទេអត់សូវហ៊ានថតច្រើនទេកន្លែងហ្នឹងព្រោះខ្លាចគេញ៉ាំអស់នេះរីសាសម្លគេឆ្ងាញ់គ្រប់មុខហូបឡើងអស់ពីចានហូបរួចយើងក៏បន្តដំណើរទៅកន្លែងស៊ូនទៅកន្លែងស្ដងស្ទឹងសង្កែនោះហើយមើលមកហូបតាមផ្លូវអីទៅនងដែរប៉ុន្តែចូលហូបកន្លែងហ្នឹងតែមួយកន្លែងឡើងឆ្អែតបាត់ហើយឡើងបានទៅភ្លក់ទៅអីអស់ដើរតាមផ្លូវឃើញកន្លែងគេលក់ខោអាវស្អាតអីហ្នឹងអូចេះចង់ចូលមើលសោភេងប៉ុន្តែអត់កើតទេព្រោះទៅម្ដងនេះគេអត់ទាន់បើកលុយឲ្យទេគ្រូថាសុំជពាក់សិនរៀបឯកសារអត់ទាន់ទេសេតបដ ாய் គ្មានដាក់លុយទៅស្គួរអីហងចប់បដ ாய் គ្រូខ្ញុំអត់មានលុយជិះឡានមកវិញទេពីព្រៃវែងទៅដល់បាត់ដំបងក៏ថ្ងៃទី1ថ្លៃធ្វើដំណើរជិះឡាននឹងអស់ជាង 100000 ហើយនៅហូបចុកស្តាក់នៅទៀតហើយនៅមកវិញទៀតមកលាវតែម្ដងហើយអត់ដឹងត្រូវទិញអីយកមកផ្ញើអ្នកផ្ទះទេទៅដល់បាត់ដំបងទាំងមូលបាត់ដំបងគេមានល្បីអីគេល្បីណែមើលហើយបាត់ដំបងមកជាល្បីក្រូចពោធិ៍សាត់វិញក្រូចពោធិ៍សាត់មិនដាំនៅខេត្តពោធិ៍សាត់តែដាំនៅខេត្តបាត់ដំបងសំដៅបាត់ដំបងគេល្បីក្រូចបាត់ដំបងឥឡូវយើងបានមកដល់ស៊ូនហើយគឺឃើញថាម៉ូតូអីច្រើនអញ្ចឹងបញ្ជាក់ថាមនុស្សមកលេងស៊ូននឹងច្រើនពេលយកគេអ៊ូអណានៅខាងបាត់ដំបងហ្នឹងហើយគេលក់ឡើងខ្វះអីប៉ុន្តែពួកខ្ញុំទទួលលេងការទៀតហើយព្រោះខំហូបនៅកន្លែងនោះហូបអស់ម្នាក់តើ11000ហ្នឹងហូបឡើងហល់អូចង់លេងសៃជាមួយគេដែរនេះសុំគេលេងទៅសុំលេងដែរហើយđangរត់រួចទេនេះចាអត់ចូលចិត្តផងនំរ៉ូទីអត់មាននំប៉ាប់នេះអានំក្តារគៀបឃ្លៀវនំរ៉ូទីមានជាតិហ្នឹងចង់ដោះអោសិនខ្ញុំប៉ាឲ្យលោកគ្រូហូបហើយហូបមកនេះហូបនំប៉ាប់អានំគៀបឃ្លៀវគេលក់នំរ៉ូទីឯងចង់ញ៉ាំនំប៉ាប់ចង់អីក៏និយាយលេងនឹងព្រោះឃើញនំប៉ាប់គេធ្វើគៀបឃ្លៀវល្បីក្នុង Facebook អញ្ចឹងទៅនិយាយលេងមួយលោកគ្រូអ្នកគ្រូថាចាំខ្ញុំប៉ាវហើយអ្នកមើលគេលេងស្អីគួរឲ្យសប្បាយប៉ុន្តែហ៊ានសុំលេងជាមួយរសជាតិផ្អែមឬក៏ប្រៃផ្អែមថាញ៉ាំជិត10ឆ្នាំហើយហើយផ្អែមខ្ញុំដើមចូលចិត្តហើយអត់ចេះរួមគេឃើញគេលេងសៃក៏ចង់លេងឃើញគេរាំនេះកាន់តែចង់រាំទៀតប៉ុន្តែអត់ហ៊ានចូលទៅរាំជាមួយគេហងក៏មកលេងកន្លែងគេឲ្យហាត់ប្រាណនេះអូគ្រូកណិតពិតជាចំណាប់មែនតើអូបើខ្ញុំដើមរួចទេលើហ្នឹងអូដើរអីគេតោងយើងទៀតតោងមិនដល់យើងមកធាក់អានេះវិញម្ដងអានេះបានយើងឲ្យអាចធាក់កើតប៉ុន្តែធាក់យ៉ាងណាក៏នៅមិនស្គមនេះចឹងឲ្យខ្ជិលឥឡូវមកតោងអានេះបានតិចដែរតោងបាន3វិនាទីហ្នឹងធ្លាក់មកវិញបាត់មកលេងឲ្យឧបករណ៍ថ្មីនេះទៀតតែមិនដឹងគេលេងធ្វើម៉េចផងអត់ចេះលេងបើយើងដែលធ្លាប់មាននៅកន្លែងយើងនៅព្រៃវែងអីមានដែរមានតែអាធាក់មានតែអីអស់នឹងដែរហងអាហ្នឹងក៏ឲ្យយើងដេកឲ្យគេពុតខ្នងទៅក្រោយហ៎តើគ្រូឲ្យគេនៅធ្វើឲ្យមើលគេនេះចឹងអូយធ្វើបាបគាត់មួយទៅលេងបានប្រហែល1ម៉ោងលោកគ្រូអ្នកគ្រូគាត់ក៏បបួលទៅសម្រាប់វិញព្រោះស្អែកត្រូវធ្វើដំណើរមកផ្ទះវិញយប់ចុងក្រោយហើយនៅទីក្រុងបាត់ដំបង Goodbye បាត់ដំបងតែដើរមកដល់កណ្ដាលផ្លូវនេះចិត្តដល់កន្លែងស្នាក់ហ្នឹងក៏បានជួបលោកគ្រូអ្នកគ្រូអត់ទេគាត់ទៅពួកខ្ញុំមកផ្ទះវិញបាទពួកគាត់នៅរវល់តែរៀបចំមេរៀនហ្នឹងមិនដូចពួកខ្ញុំអីតែចាញ់ហើយគឺចាញ់ហើយគ្មានរៀបចំអីទេដើរលេងសិក្ខាកាមសបាយគ្រូទេសរៀងហត់នៅតិចហើយអូយពួកគាត់ចេញពីខេត្តមួយទៅខេត្តមួយមិនសូវបាននៅផ្ទះមកតែក៏ vlog របស់ខ្ញុំក៏មកដល់ទីបញ្ចប់ទៅត្រឹមនេះសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ